មានគេសួរខ្ញុំថារាល់ថ្ងៃពេលប៉ុណ្ណេះខ្ញុំចូលចិត្តធ្វើអីខ្ញុំឆ្លើយប្រាប់គេថាខ្ញុំចូលចិត្តលាងឡានគេឆ្ងល់មិនទៅចូលចិត្តលាងឡានវិញអត់ហត់ទេតែសម្រាប់ខ្ញុំលាងឡានដូចជាការកំសាន្តអារម្មណ៍មួយដែរអញ្ចឹងណាហើយណាមួយទៀតពេលដែលយើងឃើញឡានអាក្រក់យើងអត់ទៅសប្បាយចិត្តដែរដូចឡាននេះឥឡូវដីជាប់បាត់ពេញហ្នឹងដោយសារភ្លៀងផងអីផងអញ្ចឹងណាហ្នឹងហើយទៅពេលអញ្ចឹងយើងដូចទៀងទើសដែរអញ្ចឹងយើងចង់សម្អាតវាដីហុយច្រើនមែនតើអញ្ចឹងមុននឹងយើងសម្អាតយើងត្រូវលាងទឹកបាញ់មករោនសិនឲ្យវាជំនះដីឲ្យអស់អញ្ចឹងមុនយើងបាញ់ foam អញ្ចឹងណាហ្នឹងហើយឥឡូវខ្ញុំបាញ់ foam អីអញ្ចឹង foam យើងបាញ់ឲ្យសពពេញផ្ទៃឡានថ្នាំឡានទាំងអស់យើងបាញ់ទៅហើយយើងទុកឲ្យ foam នឹងធ្វើការប្រហែលជា1នាទី2នាទីយើងលាងទឹកចេញនៅពេលដែលខ្ញុំលាងទឹកចេញហើយខ្ញុំបាញ់ថ្នាំ coating ណាថ្នាំហ្នឹងគឺខ្ញុំបាញ់ដើម្បីឲ្យវាអាឡូងនៅពេលដែលទឹកឡានយើងសាមខ្ញុំបាញ់វាជូតទៅជាមួយមកបន្ទាប់មកខ្ញុំយកថ្នាំជូតកង់ឡានទឹកជូតកង់ឡានហ្នឹងប៉ុន្តែវាមិនមែនតែជូតកង់ឡានទេវាអាចជូតជ័រផ្សេងទៀតបានដែរអញ្ចឹងណាដូចឥឡូវនេះខ្ញុំយកមកជូតកង់ឡានហើយខ្ញុំជូតជាមួយនឹងជ័រខ្មៅនៅលើសបកកង់ខ្ញុំហ្នឹងដូចដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងអញ្ចឹងនេះវាល្អត្រង់ថាជូតហើយវាអត់ហុយដីមកស្អិតជាប់ដូចថ្នាំផ្សេងទេអានេះវាស្ងួតមកវាខ្មៅទៅតាមធម្មតាវាអញ្ចឹងដីអីមកក៏ខ្យល់អីមកក៏អត់ទៅស្អិតថ្នាំដែរអានេះយើងសម្អាតហើយយើងជូតថ្នាំហើយណាឃើញវាអាឡូងជាងមុនដូចឡានថ្មីប៉ូលីអញ្ចឹងតែជាក់ស្ដែងទៅយើងអត់មានប៉ូលីយើងលាងទឹកធម្មតាទេហើយណាមួយពេលថ្ងៃមកយើងអត់ត្រូវឲ្យឡានយើងស្លុកអីដូចថ្នាំដែរនេះខ្ញុំលាបលើកង់មិញហ្នឹងគឺយើងវាខ្មៅជាប់ល្អបាទអរគុណ